ហើយសង្ឃឹមថានៅពេលធ្វើបុណ្យនេះគេហៅថាកភ្លើងធំនឹងមិនមានការបាញ់ទេដោយសារតែអាបទជុំបាញ់នឹងបានប្រកាសនៅក្នុងសភាណាព្រោះប្រហែលថ្ងៃនេះមានកភ្លើងធំឮសូរក្រាំងដែរកពតតកែវនិងសៀមរាបឮសូរកភ្លើងធំបាញ់ដែរអញ្ចឹងខ្ញុំកណាខ្ញុំកំពុងតែតាមមើលព្រោះអាដាមសំរងស៊ីក៏គាត់បានប្រកាសបទជុំបាញ់ហើយខ្ញុំកណាខ្ញុំក៏បានប្រកាសបទជុំបាញ់នៅក្នុងសភាដែរអញ្ចឹងប្រហែលជាទាំងសងខាងត្រួតពិនិត្យកូនរៀនរបស់ខ្លួនកុំឲ្យបាញ់គ្នាក្នុងយ៉ាងហើយណាស់ឆ្លងផុតមករដូវជុំបិណ្ឌនឹងដែរកុំទៅតាណាហាមាត់ដឹងតែវិជ័យគេដល់ពេលគេជេរវិញគឺតាំងណារួយហើយទៅតាណាថារកវិធីបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីបើបោះឆ្នោតទម្លាក់រដ្ឋមន្ត្រីយើងគិតបោះឆ្នោតទម្លាក់អនុប្រធានសភាវិញសម្លេងណាខ្លាំងជាងណានឹងប្រយ័ត្នផងមើលព្រោះយកអាហេតុផលដែលណាឯងជេរណាឯងមិនស័ក្តិសមជាមួយនឹងការធ្វើអនុប្រធានសភាទេណាអញ្ចឹងទេយកហេតុផលហ្នឹងសុំបោះឆ្នោតទៅបើដាក់បេក្ខភាពមួយបោះទៅហើយអាហ្នឹងគឺមានរឿងអញ្ចឹងបើថាលោកឯងមិនតាន់ទាំងបានអីផងចាប់ដើមរឿងគ្នាដែរណាអាហ្នឹងគោលការណ៍ស្អីសុំ5ទៅហើយកំលើងធំផ្អាកបាញ់ C5 ជប់បាញ់ចង់តម្លាក់រដ្ឋមន្ត្រីអញ្ចឹងអូខេបានយើងតម្លាក់អនុប្រធានសភាបានតាវាដូចគ្នាមានទៅមានមកបានតាណាយកហេតុផលមកចំនួនដែលលោកឯងធ្វើមិនត្រឹមត្រូវតាមរបៀបហ្នឹងគឺដាក់សុំបោះឆ្នោតដាក់មនុស្សជំនួសហ្មងដាក់នៅនេះជំនួសអារឿងហ្នឹងវាអញ្ចឹងព្រោះអចិន្ត្រៃយ៍គឺគណៈបកប្រជាជន7សម្រាប់ទៅវានៅតែគណៈបកប្រជាជនឈ្នះដល់ទៅបោះឆ្នោតគណៈបកប្រជាជននៅតែ50បូក1មានអីពិបាកណានិយាយគ្នាស្រួលកុំអាលភ្លេចណាប្រយ័ត្នភ្លេចគេគិតតែពីតម្លាក់គេតម្លាក់ខ្លួនឯងវិញណាអាហ្នឹងគ្រាន់តែផ្ដាំផ្ញើទេអត់អីទេអាដាមនិយាយចោមកស្រួលប៉ុន្តែអាណិតកុំល្មមបានហើយយើងថាធ្វើការជាមួយគ្នាមិនតាន់បានអីក៏ដកតម្លាក់នាយករដ្ឋមន្ត្រីនិងតម្លាក់រដ្ឋមន្ត្រីបើអញ្ចឹងតម្លាក់មុនទៅវិញគណៈអចិន្ត្រៃយ៍ប្រជុំនេះដាក់របៀបវិរៈបោះឆ្នោតជ្រើសរើសអនុប្រធានទី1ជំនួសអនុប្រធានទី1បច្ចុប្បន្នគឺនិយាយគ្នាហើយមើលໄວចេញមកໄວកុំអាងអីចេះតែដើរទៅជេរទៅគេកពតតកែវស៊ីមរៀបឥឡូវទៅតាណាទៀត